ចានាងខ្ញុំអ្នកគ្រូនីតាសូមផ្ញើក្តីនឹករលឹកចំពោះបងប្អូនជំនុំជាតិក៏ដូចជាបងប្អូននិស្សិតជាទីស្រឡាញ់ការដែលអ្នកគ្រូដាក់ចោទជាសំណួរទៅកាន់បងប្អូននិស្សិតវាគ្រាន់តែជាចម្ងល់មួយសម្រាប់អ្នកគ្រូដែលឆ្ងល់ទៅកាន់បងប្អូននិស្សិតតែក៏វាជាដំណោះស្រាយដែលជាទូនីតិនឹងផ្ដល់ជាចំណេះដឹងនិងការចែករំលែកទៅកាន់បងប្អូននិស្សិតក្នុងនាមជាគ្រូបង្រៀនកត្តាដែលសំខាន់បំផុតគឺការផ្ទេរចំណេះដឹងមិនត្រឹមតែការផ្ទេរចំណេះដឹងរួមផ្សំទៅនឹងកត្តាដែលផ្ដល់ជាកម្លាំងចិត្តលើកទឹកចិត្តជំរុញបង្ហាញផ្លូវមូលហេតុដែលបងប្អូននិស្សិតទាំងអស់គ្នាកំណត់គោលដៅហើយត្រូវបានទទួលបរាជ័យពាក់កណ្ដាលទីវាមានកត្តាចំណុចសំខាន់ពីរយ៉ាងដែលនៅក្នុងនោះចំណុចសំខាន់ទី1ផ្ដោតទៅលើការសិក្សាកត្តាគ្រួសារដែលគេហៅថាកត្តាជីវភាពនិងកត្តាមួយទៀតផ្ដោតទៅលើសំខាន់លើភាពរឹងមាំផ្លូវចិត្តរបស់បងប្អូននេះគឺជាចំណុចទី1ដែលជាចំណុចសំខាន់រីឯចំណុចទី2ផ្ដោតទៅលើគោលដៅបងប្អូននិស្សិតដែលមកសិក្សានៅពេលដែលបងប្អូនមិនយល់អំពីការកំណត់គោលដៅរបស់ខ្លួនឯងច្បាស់លាស់ពីព្រោះអីបងប្អូនមិនមែនជាកូនរបស់គ្រូឬក៏មិនមែនជាសាច់ញាតិរបស់អ្នកគ្រូដូច្នេះហើយការចង្អុលបង្ហាញការតម្រង់ទិសវាមានថេរវេលាកំណត់អាចបញ្យល់អាចប្រាប់បានត្រឹមកម្រិតមួយដែលអាចប្រាប់ប្អូននៅក្នុងកលៈទេសៈដែលប្អូនកំពុងសិក្សាមិនមែនជាអ្នកដែលនៅជាប់នឹងប្អូនជានិច្ចដូចជាគ្រួសាររបស់ប្អូនទេហើយការកំណត់គោលដៅនេះគឺសំខាន់ណាស់នៅពេលដែលប្អូនមិនយល់ច្បាស់លាស់ពីការកំណត់គោលដៅវាអាចមកពីបញ្ហាខាងលើដែលបានរៀបរាប់ក៏វាតាក់ទាញទៅនឹងបញ្ហាកត្តាគោលដៅដែរទី1កត្តាផ្លូវចិត្តរបស់ប្អូនជួបនឹងបញ្ហាកាលណាកត្តាផ្លូវចិត្តជួបនឹងបញ្ហាវាធ្វើឲ្យប្អូនបាក់ទឹកចិត្តកាលណាបាក់ទឹកចិត្តធ្វើឲ្យប្អូនបែងចែកអត់បានច្បាស់លាស់អំពីបញ្ហាកត្តាជីវភាពនៅពេលដែលបែងចែកកត្តាជីវភាពមិនបានច្បាស់លាស់កត្តាផ្លូវចិត្តរបស់ប្អូនមានស្ថានទម្ងន់ធ្វើឲ្យប្អូនចែកចេញជាជំងឺផ្លូវចិត្តជំងឺថប់អារម្មណ៍ការធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍ដូច្នេះហើយរាងកាយរបស់ប្អូនអត់នឹងមាំហើយនឹងការរវើរវាយរបស់ប្អូនជាមូលហេតុជាដើមហេតុដែលនាំឲ្យប្អូនទៅមិនដល់គោលដៅដែលប្អូនបានកំណត់ឬក៏ទទួលបរាជ័យពាក់កណ្ដាលទីនៃការសិក្សាហេតុដូច្នេះហើយបានជាអ្នកគ្រូបញ្យល់និងប្រាប់លើកទឹកចិត្តបង្ហាញចំណុចទាំងអស់នេះគឺជាទូនាទីនិងកាតព្វកិច្ចរបស់អ្នកគ្រូដែលជាគ្រូបង្រៀនដែលជាម្ដាយទី2ប៉ុន្តែក៏ចំណុចទាំងអស់នេះក៏ផ្សារភ្ជាប់ទៅនឹងការលើកទឹកចិត្តអំពីឪពុកម្ដាយរបស់ប្អូននិងការលើកទឹកចិត្តខ្លួនឯងជាចំណុចសំខាន់បំផុតសម្រាប់ប្អូនត្រូវពង្រឹងវាឲ្យបានច្បាស់លាស់នៅកម្លាំងចិត្តមិនត្រូវគិតពីចំណុចរវើរវាយធ្វើឲ្យប្អូនពិបាកក្នុងការទទួលយកការសិក្សាដើម្បីកំណត់គោលដៅច្បាស់លាស់ចានាងខ្ញុំជាគ្រូបង្រៀនមានតែប៉ុន្មានចំណុចនេះដែលជាចំណុចបង្ហាញចង្អុលទិសដៅនិងអាចផ្ដល់ជាបទពិសោធន៍សម្រាប់បងប្អូនដោយសារតែតាក់ទងទៅនឹងយកខ្លួនឯងធ្វើជាបទពិសោធន៍ផ្ទាល់និងបង្ហាញផ្លូវនិងមើលសង្កេតទៅលើសង្គមបច្ចុប្បន្នដោយបង្ហាញពន្យល់ត្រឹមកម្រិតដែលនាងខ្ញុំអាចយល់បានចាសូមអរគុណសូមជម្រាបលាហើយក៏សូមផ្ដាំផ្ញើជូនពរសម្រាប់ថ្ងៃជប់សម្រាប់បងប្អូនទាំងអស់គ្នាជួបនឹងសេចក្តីសុខសប្បាយធ្វើដំណើរតាមផ្លូវចាសូមអរគុណ